បងប្អូនក៏សួរខ្ញុំថាផុសប្រហែលផេកបានឆាប់ធ្លាក់ invite រលុយឆាប់បានផេករលុយទៅទូទៅបងប្អូនទូទៅគាត់ដូចថាគាត់ប្រើសាមញ្ញគឺគាត់ប្រើតែមួយផេកឬក៏ពីរផេកជាមួយ account Facebook គាត់ទេទៅទូទៅហើយបើសម្រាប់ខ្ញុំកាលពីមុនគឺខ្ញុំប្រើដូចជា10ផេកតែ10ផេកខ្ញុំផុសទៅខ្ញុំប្រើផុសដៃទៅវាញ៉ៃពេកចឹងដូចថាយើងគ្រប់គ្រងផេកក៏បានគ្រប់គ្រាន់ណាហើយផុសវីដេអូបើយើងត្រូវការវីដេអូច្រើនសម្រាប់ផុសអញ្ចឹងយើងចំណាយពេលមួយថ្ងៃទៅផុស10 20ផេកហ្នឹងគឺហត់មែនតើដល់អញ្ចឹងគឺខ្ញុំចាប់ដើមប្រើ tool អញ្ចឹង tool ដែលខ្ញុំប្រើនេះគឺខ្ញុំប្រើ farm reel ចឹងខ្ញុំប្រើ farm reel អញ្ចឹង tool នេះក៏ពិត account របស់ខ្ញុំមានអត់ដល់100 account ទេមានតែ70 account ជាងទេដែលខ្ញុំទុកកាន់ page ណាអញ្ចឹង page នេះគឺ page ខ្ញុំទៅ build ថ្មីអញ្ចឹង page ខ្ញុំ build ថ្មីទៅគឺវាមាន reach ខ្លះវាបាន follow ខ្លះបានអីខ្លះអញ្ចឹងទៅចុះវាមាន page ដែល set up ដែរកន្លែងហ្នឹងណាអញ្ចឹង page ខ្ញុំចាប់បាន build វាបាន5ថ្ងៃអញ្ចឹងខ្ញុំ build 5ថ្ងៃ page គឺវាមានចំនួន60 page ជាងអាហ្នឹងក្នុងមួយ group account ដែលរបស់ខ្ញុំដាក់អញ្ចឹងក្នុងមួយ file វាមានមួយ file ខ្លះវាមាន30 page មួយ file ខ្លះមាន20 page ជាងចឹងទៅអញ្ចឹងខ្ញុំស្រុកទាំងអស់ page ដែលខ្ញុំ build រាល់ថ្ងៃហ្នឹងគឺ150 page ចឹង150 page ខ្ញុំផុសដៃគឺខ្ញុំផុសអត់តទេចឹងគឺខ្ញុំប្រើ tool ចឹងបងប្អូនឃើញវារីកទៅនោះជើងវាមានរីកដែរចឹងអានេះរីកបានច្រើនដែរតែឥឡូវនេះវាកំពុងតែ scan មើលតើរីកបានប្រមាណហើយនឹង follow បានប្រមាណចឹងចង់ដឹងឥឡូវវាកំពុងតែឆែកវាកំពុង run check មើល send up អញ្ចឹងមើលអា send up track invite តែ page នេះវាអត់ទាន់ track invite ទេអញ្ចឹងវាអត់មានទេតែគាត់ថា page នេះវារីកដែរវារីកបាន 4k ជាងដែរហើយនឹង follow បាន200 follow ជាងដែរអញ្ចឹងខ្ញុំទំដល់វាបាន5ថ្ងៃវាឡើងណាហើយអញ្ចឹង page អានេះចឹងដែរនេះអានេះគឺសិត page ថ្មីដែរ page ទំថ្មីទេនៅយកមក build អញ្ចឹងទំវាបាន5ថ្ងៃឥឡូវវារីកបានប៉ុណ្ណឹងរីកបាន 5k ជាងបាន15 follow ព្រោះអានេះវិញវាបាន 5k ជាងអានេះបាន228 follow អញ្ចឹងវាច្រើនដែរហើយជាទូទៅបងប្អូនបើយើងប្រើដៃបើយើងចង់រលុយជាមួយ Facebook នោះថាតាយើងព្យាយាមធ្វើបង្កើត original ខ្លួនឯងឬក៏យើងធ្វើបែបណាក៏ដោយដែលដាក់ទៅឆាប់ផ្ទុះណាតែបើសម្រាប់ខ្ញុំវិញគឺខ្ញុំលោតឆាត់ទេចឹងវីដេអូទាំងអស់នេះគឺសិតតែជាប្រភេទវីដេអូដែលខ្ញុំលោតឆាត់យកមកផុសវាយក page ដែល invite ពេលវា invite គឺខ្ញុំនឹងលុបមិនមែន original មិនមែន original ដែលយើង copy ពីគេហ្នឹងគឺខ្ញុំនឹងលុបចោលហើយគឺពេលដែលខ្ញុំ set up គឺខ្ញុំនឹងតម្លាក់ original ចូលហើយគឺខ្ញុំអត់វាយ content កាប់ដៅនៅក្នុង page ដែលរលួយទេអញ្ចឹងទូទៅនេះគឺpage នេះវា60 page ជាងនៅក្នុងមួយ file នេះ60 page ជាងអញ្ចឹងខ្ញុំផុសតម្លាក់តាមមុនខ្ញុំតម្លាក់5វីដេអូក្នុងមួយ page 5វីដេអូក្នុងមួយ page តែឥឡូវចង់បុកចូលរីកដល់ខ្លាំងខ្ញុំតម្លាក់ក្នុងមួយថ្ងៃគឺ10វីដេអូអញ្ចឹងគឺខ្ញុំ run tool ហ្នឹងឲ្យវាផុសអូតូអញ្ចឹង60 page ជាងនេះខ្ញុំ run tool នៅ5ទៅ6ម៉ោងបើវាផុសអស់ព្រោះខ្ញុំដាក់ហូតដល់10វីដេអូក្នុងមួយ page ចុះមាន60 page ហើយដល់ពេលជាប់អាហ្នឹងហើយបានចប់អាហ្នឹងហើយពេលរសៀលបានចាប់ដើមដាក់20 page ដល់30 page ជាងទៀតអញ្ចឹងគឺធ្វើមិនដល់វល់ជុំរហូតដល់150 page ជាងហ្នឹងគឺត្រូវផុសឲ្យអស់អញ្ចឹងណាហើយ invite ក៏យើងឃើញលទ្ធផលដែរយើងធ្វើច្រើន invite ក៏អាចធ្លាក់មកច្រើនដែរតែបើយើងធ្វើតិចគឺយើងនៅអង្គុយចាំអធិស្ឋានបងប្អូនទុំញ៉ាំទឹកហើយយើងធ្វើអញ្ចឹងបងប្អូនតែសួរថាតើធ្វើពេលណាទើបធ្លាក់ invite ទៅទូទៅកុំផ្ដោតលើមួយ page អីធ្វើឲ្យបានច្រើន page account ដែរក៏កុំតែមួយ account ទៅពី account ដែរចាប់ពី20 account ឡើងទៅ page ចាប់ពី80ឬក៏50ឡើងទៅអាហ្នឹងយើងអាចឃើញតម្រុយខ្លះចឹងខ្ញុំមានប៉ុណ្ណឹងទេអរគុណច្រើនសូមជម្រាបលា